ជាបឋមខ្ញុំសូមគោរពដល់សាស្ត្រាចារ្យហូថ្លាខ្ញុំបាទឈ្មោះផនវឌ្ឍនាថ្ងៃនេះខ្ញុំមកបកស្រាយប្រកាសនិងលិខិតបេសកកម្មនេះជាបញ្ជីមាតិកាចំពុកទី1ប្រកាស1.1ប្រកាសស្តីពីនុការនិរាយករណ៍ប្រកាសលេខ779 2.1ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ1.3ប្រកាសស្តីពីការតែងតាំង1.4ប្រកាសស្តីពីការទទួលស្គាល់មុខជំនាញ1.5ប្រកាសស្តីពីការកំណត់ឯកសណ្ឋានរបស់មន្ត្រីចំពុកទី2លិខិតបញ្ជាក់បញ្ជាបេសកកម្ម2.1លិខិតបញ្ជាបេសកកម្មក្នុងអង្គការការពារព្រៃឈើសត្វព្រៃនិងបរិស្ថាន2.2លិខិតបញ្ជាក់បេសកកម្ម ទេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ2.3លិខិតបញ្ជាក់បេបញ្ជាបេសកកម្មរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ3អត្ថប្រយោជន៍ក្រោយពីបានសិក្សាស្រាវជ្រាវអំពីប្រធានបទចំពុក1ប្រកាសគឺជាឯកសាររដ្ឋបាលដែលផ្សាយចេញដោយក្រសួងឬស្ថាប័នដើម្បីរៀបចំឬកំណត់វិធានការណាមួយដែលអនុវត្តទៅលើមន្ត្រីរាជការបុគ្គលិករដ្ឋស្ថាប័នក្រោមឥទ្ធិពលឬក៏ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ឬគោលនយោបាយណាមួយប្រកាសអាចមានអត្ថបទច្បាស់លាស់ទាក់ទងការបង្កើតឬបំបត្តិអង្គភាពនៃការតែងតាំងផ្ទេរមន្ត្រីឬការដាក់ឲ្យអនុវត្តគោលនយោបាយឬវិធានការថ្មីដើម្បីបញ្ជាក់អំពីវិធានច្បាប់តាមឬការអនុវត្តលើវិស័យណាមួយ1.1ប្រកាសស្តីពីការអនុប្រកាសស្តីពីការនិរិកោប្រកាសលេខ769នេះ1.2ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំអឺប្រកាសស្តីពីនីតិវិធីស្នើសុំនិងការចាក់ចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការទំនិញនាំចេញនាំចូលមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម1.3ប្រកាសស្តីពីការតែងតាំងប្រកាសស្តីពីការតែងតាំងសសកម្មភាពក្រុមប្រឹក្សាធររ 1.4ប្រកាសស្តីពីការទទួលស្គាល់មុខជំនាញប្រកាសស្តីពីទទួលស្គាល់មុខជំនាញវិទ្យាសាស្ត្រនិងវិស្វកម្មកុំព្យូទ័រនិងវិទ្យាស្ថានពាណិជ្ជកម្មអេស៊ីលីដារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា1.5ប្រកាសស្តីពីការកំណត់ឯកសណ្ឋានរដ្ឋមន្ត្រីប្រកាសស្តីពីការកំណត់ឯកសណ្ឋានរដ្ឋមន្ត្រីនៅតាមអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុតិធម៌ចំពុកទី2លិខិតបេសកកម្មលិខិតបេសកកម្មគឺជាលិខិតផ្លូវការដែលចេញដោយអង្គភាពឬស្ថាប័នមួយដើម្បីបញ្ជូនបុគ្គលិកឲ្យទៅបំពេញភារកិច្ចណាមួយនៅកន្លែងណាមួយគោលបំណងរបស់លិខិតបេសកកម្មមានដូចជា1បញ្ជាក់ពីឈ្មោះនិងតួនាទីរបស់បុគ្គលិកដែលត្រូវបញ្ជូនបញ្ជាក់ពីទីកន្លែងរយៈពេលនៃបេសកកម្ម3បញ្ជាក់ពីភារកិច្ចឬកិច្ចការដែលត្រូវអនុវត្ត4ធានាការធ្វើដំណើរនិងចំណាយពាក់ព័ន្ធទៅនឹងការអនុវត្តការអនុញ្ញាតឲ្យស្ថាប័ន2.1លិខិតបញ្ជាក់បេសកកម្មអង្គភាពការការពារព្រៃឈើសត្វព្រៃនិងបរិស្ថាន2.2លិខិតបញ្ជាក់ពីបេសកកម្មទេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលិខិតបេសកកម្មទេសរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអឺ2.3លិខិតបញ្ជាបេសកកម្មរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអឺនេះគឺជាទម្រង់លិខិតបេសកកម្ម 3អត្ថប្រយោជន៍ក្រោយពីបានសិក្សាស្រាវជ្រាវអំពីប្រធានបទអត្ថប្រយោជន៍ក្រោយពីបានស្រាវជ្រាវប្រធានបទប្រកាសនិងលិខិតបេសកកម្មមានដូចជា1ប្រកាសយើងអាចស្គាល់ពីប្រភេទឯកសារដែលចែងថាប្រកាសជាឯកសារជាផ្លូវការដែលមានប្រសិទ្ធភាពជាច្បាប់ឬគោលនយោបាយសាធារណៈគោល2
យល់អំពីគោលបំណងនៃប្រកាសដើម្បីដាក់ឲ្យអនុវត្តច្បាប់ឬសម្រេចចិត្តរបស់រដ្ឋ 3. ចេះអាននិងបកស្រាយអត្ថន័យអាចយល់ពីខ្លឹមសារជាផ្លូវការប្រៀបធៀបទៅនឹងការអនុវត្តបានត្រឹមត្រូវ 4. កែលម្អសមត្ថភាពវិភាគអតិបរមាវិភាគអត្ថន័យនយោបាយឬសេដ្ឋកិច្ចនៅក្នុងការប្រកាសយ៉ាងច្បាស់លាស់ 5. ចូលចិត្តនិងចេះរកប្រភពផ្លូវការទទួលស្គាល់ទទួលបានជំនាញស្វែងរកឯកសារពិតប្រាកដតាមគេហទំព័ររដ្ឋាភិបាលឬប្រព័ន្ធច្បាប់អឺចំណុចទីមួយចំណុចមួយទៀតលិខិតបញ្ជាក់បេសកកម្មយើងអាចយល់ដឹងដូចជាមួយដឹងពីគោលបំណងរបស់លិខិតបញ្ជាប្រើសម្រាប់ផ្ដល់បេសកកម្មឬភារកិច្ចជាក់លាក់ទៅអង្គភាពឬមន្ត្រីណាមួយ 2. ស្គាល់ចេះសម្គាល់ទម្រង់នៃលិខិតផ្លូវការចេះអានលិខិតបេសកកម្មតាមទម្រង់ផ្លូវការនិងចំណុចសំខាន់3. យល់ពីបញ្ហាការងារនិងទទួលខុសត្រូវចេះវាយតម្លៃនិងយល់ពីសិទ្ធិនិងភារកិច្ចក្នុងការអនុវត្តបេសកកម្ម 4. ពង្រឹងសមត្ថភាពស្រាវជ្រាវឯកសារច្បាប់ចេះយកព័ត៌មានពីលិខិតដើម្បីដោះស្រាយបញ្ហានិងសម្រេចការងារផ្លូវការ 5. អភិវឌ្ឍទស្សនៈរដ្ឋបាលល្អយល់ពីភាពស្មោះត្រង់បំពេញភារកិច្ចនិងទទួលស្គាល់និងទទួលខុសត្រូវក្នុងបេសកកម្មរដ្ឋសូមអរគុណយើងកាត់អាកន្លែងយើងនិយាយបានអត់ឡូកាត់វាអាកន្លែង